Heritage Museum and the Kennefield Memorial in Chicago ហើយនៅពេលនេះគឺថាយើងខ្ញុំបានមកវាគ្មិនជាមួយបងមហាជា Executive Director ហើយនឹងលោកប្រធានចាស់លឿនដែលគាត់មកជួយមកទីក្រុង Chicago ហើយ also តឹងជាអតីតប្រធាននៃសមាគមខ្មែរនៃរដ្ឋ Illinois ផងដែរហើយដូច្នេះគឺថាយើងនឹងចាប់ផ្ដើមគឺថាពេលវេលាដែលមានកំណត់ហើយខ្ញុំនឹងសូមpanelist ទាំងអស់គ្នាគឺថាគោរពពេលវេលារៀងខ្លួនក្នុងម្នាក់ឲ្យ15នាទីហើយដូច្នេះខ្ញុំនឹង I give you a warning if like 5 minutes before the end of your speech ហើយដូច្នេះខ្ញុំសូមអញ្ជើញដុកទ័រលោកបណ្ឌិតរតពលចាប់ផ្ដើមមុនគេបាទសូមអរគុណបាទសូមអរគុណមុននឹងឡើងនឹងបងអូនWalter Chin ទៅរបស់ខ្ញុំអត់មាន note I will rely on you talk all my time too so I may have 20 minutes ថ្លៃមុននេះទេបាទសូមជម្រាបសួរលោកនាងច្បងទាំងអស់អ្នកបងអស់លោកបងប្អូនទាំងអស់ជាការកម្រណាស់ដែលបានជួបជុំគ្នាអស់ចា៎ខ្ញុំសូមរួមចំណែកចែករំលែកការពិសោធន៍ការរៀនសូត្រហើយការសង្កេតកិច្ចការស្រុកទេសយើងខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់អំពីវប្បធម៌យើងអំពីសិលធម៌ព្រះពុទ្ធសាសនាយើងហើយអំពីចំណោទនិងបញ្ហាមហាទុក្ខយន្តរាយស្រុកនេះយើងហើយជាពិសេសអំពីការប្រងើយកន្តើយរបស់ខ្មែរយើងភាគច្រើនដែលមិនខំសាមគ្គីគ្នាស្វែងរកដំណោះស្រាយយើងជួបខ្មែរច្រើនណាស់បើជួបខ្មែរយើង100នាក់បានម្នាក់ឲ្យច្បាស់លាស់គិតកិច្ចការស្រុកទេសឲ្យស្វែងរកដំណោះស្រាយជាមួយយើងអត់បាទលោកខ្ញុំសូមសង្ខេបអំពីសិលធម៌អំពីសាសនាអំពីការដឹកនាំខ្ញុំកើតជាតិនេះមិនដឹងជាប្រមាណសែនប្រមាណលានប្រមាណកោតជាតិមកហើយទេប៉ុន្តែជាតិនេះខ្ញុំដឹងថាអ្វីទាំងអស់ដែលខ្ញុំខំប្រឹងខំរៀនសូត្រខំធ្វើខំរៀនសពបែបយ៉ាងគឺដើម្បីប្រយោជន៍ប្រទេសជាតិខ្មែរទាំងអស់ខ្ញុំជួនឧទាហរណ៍មួយឆ្នាំ1998មុនទៅស្រុកខ្មែរជាប្រសង់លើកទី3បន្ទាប់ពីខ្ញុំបួសបាន7-8 ភាសាដឹកនាំប្រសង់ធម្មយាត្រាពេលពួកប៉ូលីសទាហានមកវាយប្រហារកាប់សម្លាប់ព្រះសង្ឃទឹកចិត្តក្លាហានរបស់ព្រះសង្ឃខ្មែរជាអ្នកដឹកនាំនៅក្នុងខ្លួនខ្ញុំហើយនឹងជាមួយនឹងព្រះសង្ឃដឹកនាំអត់ខ្លាចអត់ញញើសទឹកតែក្លាហានឡើយហើយគុណបុណ្យទេវតាបារមីលោកការពារក្នុងចំណោមទាហានយួនដែលមកវាយប្រហារយើងនឹងមានទាហានខ្មែរ4-5នាក់ស្ទុះមកពាត់យើងការពារយើងកុំឲ្យទាហានវាយយើងហើយក៏ជួយបដាយើងចេញពីស្វងទាហានយួនហ្នឹងឲ្យរួចទុកទោសការវាយប្រហារហ្នឹងហើយបានអង្គការ UN ហើយមានអ្នកបងចិតាគូសនាំឡានមកដឹកខ្ញុំពីកន្លែងដែលគេវាយប្រហារលោកសំដល់កន្លែងអង្គការ UN ហើយបានទូតអាមេរិកបដោះយើងចេញទៅបង្កប់រួចខ្លួនមក Washington DC មក testify នៅ
Congress 98ដល់កន្លងមកទៀត2005 7 ឆ្នាំក្រោយស្ដេចយើងក៏ត្រូវសម្ពាធបាក់ដឹកនាំក៏ត្រូវចុះហត្ថលេខាបរោះលេខាលើកិច្ចព្រមព្រៀងបន្ថែមបានពេលនោះយើងសរសេរសម្បត្តិមួយថ្វាយសម្ដេចឪនៅពេលកាំងនៅភ្នំយ៉ងថាសូមបកគោណាប្របីតានឹងខាត់បកគោណារាជបុត្រនឹងនៅសោយរាជនឹងក៏មកឲ្យចុះបរោះលេខាទទួលស្គាល់កិច្ចព្រមព្រៀងថ្មីនឹងតែបាត់បង់ទឹកដីខ្មែរយើងផងហើយទទួលស្គាល់ថាកម្ពុជាក្រោមហើយនឹងកោះត្រល់កោះកញ្ចក់សេះកោះកំសាន្តកោះស្អីដែលគេយកទៅអស់ហ្នឹងជាផ្លូវការទៅលើយួនហើយសូមកុំឲ្យចុះហត្ថលេខាហើយបើសិនជាស្ដេច2005នឹងរារែកហើយចង់បានសម្លេងគ្រប់គ្រងពីមហាជនខ្មែរនិងព្រះសង្ឃអាត្មាភាពព្រះអង្គរិទ្ធពលនេះនឹងនិមន្តទៅស្រុកខ្មែរនិមន្តព្រះសង្ឃខ្មែររាប់រយរាប់ពាន់អង្គសូត្រធម៌ណាគ្រប់គ្រងព្រះអង្គហើយបើព្រះអង្គចង់ដឹងការជឿចាត់មហាជនខ្មែរនិងព្រះសង្ឃខ្មែរយើងព្រះសង្ឃខ្មែរព្រះអង្គរិទ្ធពលជាដើមនេះដុតខ្លួនចោលនៅមុខវាំងដើម្បីខាត់កុំឲ្យស្ដេចខ្មែរចុះប្រហោះលេខាសញ្ញេទឹកដីឲ្យយួនសម្ដេចឪទៅសេត្រឡប់មកវិញព្រះអង្គរិទ្ធពលកុំចឹងអីណាការអាម៉ាស់មុខអីទាំងប្រមាណគឺខ្ញុំទេនរោត្តមសីហនុធ្វើអីមិនកើតគេយកទឹកយកដីអីសពបាច់យ៉ាងเราសូមខាត់ព្រះអង្គនឹងជួយកិច្ចការប្រទេសជាតិតទៀតអីឡើយនឹងគ្រាន់តែសូមបញ្ជាក់ថាទឹកចិត្តស្នេហាជាតិកូនខ្មែរយើងដែលជាប្រសង់ខ្មែរដែលអ្នករៀនសូត្រដែលយល់កិច្ចការប្រវត្តិសាស្ត្រកម្ពុជាអីហ្នឹងដល់ប៉ុណ្ណាតបមកទៀតឥឡូវខ្ញុំសូមចែករំលែកការពិសោធន៍ជាក់ស្ដែងក្នុងសិលធម៌ហើយនឹងការដឹកនាំក្នុងពុទ្ធសាសនាអស់លោកអ្នកជើញមកចែករំលែកការពិសោធន៍នឹងអស្ចារ្យណាស់ពីព្រឹកមិញហើយបន្ទាប់ពីនឹងទៅខាងមកផ្សេងហ្នឹងនឹងមានការអស្ចារ្យបើខ្ញុំជម្រាបដែលយើងរៀបចំធ្វើមហាសន្និបាតនេះមានអស់លោកខ្លះស៊ូលោកគ្រូរដ្ឋពលលោកកុំតឹងលោកអស់លោកអ្នករៀបចំហ្នឹងតែឈរលើគោលការណ៍អ្វីគោលជំហរអ្វីដែលថាស្ថាប័ន5យ៉ាងដែលត្រូវអភិវឌ្ឍសហគមន៍នឹងមានស្ថាប័នខាងរដ្ឋបាលខាងអភិបាលកិច្ចល្អខាងសង្គមពលរដ្ឋខាងអង្គការមនុស្សធម៌ទី2ទី3ខាងសិលធម៌ពុទ្ធសាសនាទី4ខាងទីផ្សារសេដ្ឋកិច្ចពាណិជ្ជកម្មជាដើមទី5ខាងការផ្សព្វផ្សាយព័ត៌មានជាដើមតើសំអាងលើអីបានថាត្រូវរៀបចំសង្គមយើង building a stronger community នៅក្រៅប្រទេសហ្នឹងលើគោលការណ៍5យ៉ាងហ្នឹងហើយនឹងធ្វើយ៉ាងម៉េចឲ្យបាន lasting independence and peace in Cambodia បានខ្ញុំសូមបញ្យល់ដូចតទៅមិនមែនយើងយល់ឃើញខ្លួនឯងទេគឺការពិសោធន៍រៀបចំសង្គមហើយការរៀនសូត្រពីសហគមន៍អន្តរជាតិផងសហគមន៍អន្តរជាតិនិយាយតែ3ស្ថាប័ននេះគេថាដើម្បីសហគមន៍ប្រទេសជាតិរឹងតឹងខ្លាំងប៉ាកែមាន3ត្រូវមានរដ្ឋាភិបាលរឹងតឹងខ្លាំងប៉ាកែ1ត្រូវមានទីផ្សាររឹងតឹងខ្លាំងប៉ាកែ1ហើយមួយទៀតត្រូវមានសង្គមពលរដ្ឋនិង NGO មួយរឹងតឹងអត់គ្រប់ទេចាញ់តបាតជ័យវរ្ម័នទី7ហើយនឹងមហាស្ថាបនិកមហានគរយើងចំនួន1000ឆ្នាំមុនទៅទៀតលោករៀនសូត្រក្នុងគម្ពីរពុទ្ធសាសនាលោកថាដើម្បីរៀបចំសហគមន៍មួយហ្នឹងត្រូវមាន4 5ធំហើយដែលលោករៀបចំហ្នឹងមាននៅក្នុងគម្ពីរធម្មបទដែលព្រះអង្គពពោធិសត្វយើងកើតជាមគ្គមានុបួលមានុដែលឈឺឆ្អាលនៅក្នុងសង្គមរៀបចំសហគមន៍ហ្នឹងហើយ
បានគ្នា32នាក់បន្ថែមលើលោកព្រះអង្គពពោធិសត្វហ្នឹង33នាក់រៀបចំសង្គមទៅមានគេប្តឹងផ្ដាល់រហូតដល់ស្ដេចឲ្យយកតម្រៃជន់យកអីកាប់សម្លាប់ពីព្រោះគេចោទថាជាក្រុមពីលក្រុមចោលអីមិនគិតគូណែរឿងរស់ស៊ីរឿងស្អីគិតតែពីរឿងទៅជួយប្រយោជន៍សាធារណៈអីពីព្រោះមិនស្រុកមិនឃុំនោះក៏មិនបានសំណោកសំណែនពីអស់លោក33ហ្នឹងដល់តែដោយបុណ្យបារមីលោករស់នៅហើយជោគជ័យចឹងលោកក៏កសាងសង្គមស្ដេចបកុលភារកិច្ចឲ្យជាមេឃុំឲ្យជាមេស្រុកហ្នឹងឲ្យរៀបចំលោករៀបចំ4យ៉ាងគឺសង់ផ្លូវថ្នល់ខ្វែងគ្នាធំអញ្ចឹងហើយមួយជ្រុងរៀបចំមួយគឺផ្ទះរដ្ឋាភិបាលផ្ទះមេស្រុកមេឃុំហ្នឹងទីកន្លែងអង្គការរដ្ឋបាល2គឺទីផ្សាររៀបចំឲ្យល្អឲ្យស្អាត3គឺមន្ទីរពេទ្យសម្រាប់មើលអ្នកជំងឺអាសន្នអន់ក្រ4គឺបរិស្ថានមានឧទ្យានអីល្អនិងមិននិយាយអំពីនៃវត្តអារាមផងវត្តអារាមនៅពីលើដូច្នេះព្រះអង្គលោកសុគតទៅស្លាប់ទៅកើតជាព្រះអិនឋានត្រៃត្រឹង33អង្គទៅជាព្រះអិនហើយទេពបុត្រហ្នឹងទៅកំចាត់ពួកអសលពីឋានត្រៃត្រឹងហ្នឹងចុះមកក្រោមភ្នំព្រះសម័យអីចឹងហើយព្រះបាទជ័យវរ្ម័នទី7លោកជាពុទ្ធសាសនិកច្បាស់លាស់លោករៀនសូត្ររបៀបដឹកនាំរៀបចំសង្គមហ្នឹងឃើញអ្នកខៈមានលោកហ្នឹងចឹងលោកតាំងខ្លួនលោកជាអ្នកជួយសង្គ្រោះសង្គមជាតិខ្មែរយើងលោកកសាងសហគមន៍ចំនួនមហានគរតាមរបៀបហ្នឹងហើយប្រសិទ្ធនាមមហេសីលោកថាឥន្ទ្រទេវីបានន័យថាប្រពន្ធព្រះអិនលោករៀបចំខ្លួនលោករៀបចំស្រុកខ្មែរទៅជាឋានព្រះអិនឋានព្រះព្រំអញ្ចឹងបានលោកសង់ប្រាសាទមហានគរធំហ្នឹងដាក់ព្រំបាយ័ននៅកណ្ដាលព្រំមុខ4ហ្នឹងមុខ4ហ្នឹងអ្នកដឹកនាំក្នុងពុទ្ធសាសនាត្រូវមានព្រំវិហារធម៌4យ៉ាងគឺ1មេត្តា2ករុណា3មុទិតា4ឧបេក្ខា4យ៉ាងហ្នឹងហើយនៅលើកំពូលព្រំ4ហ្នឹងមានផ្កាឈូកហ្នឹងតំណាងសិលធម៌ខ្ពស់បំផុតសង្ខេបមកយើងរៀបចំសង្គមយើងយកតាមគម្ពីរធម្មបទហើយនឹងត្រៃបិដកហើយនឹងការពិសោធន៍របស់ព្រះបាទជ័យវរ្ម័នទី7រៀបចំសពបែបយ៉ាងណាប្រៀបធៀបនឹងអាមេរិកកាំងហើយនឹងបរទេសប្រចាំប្រទេសគេរៀបចំសង្គមគេឲ្យមានគ្រឹះស្ថាន3យ៉ាងធំនៅខាងរដ្ឋាភិបាលឲ្យខ្លាំងប៉ាកែខាងទីផ្សាររឿងប៉ិនខាងសង្គមស៊ីវិលឲ្យរឿងប៉ិនយើងបន្ថែម2ទៀតគឺត្រូវមានរដ្ឋាភិបាលរឹងប៉ឹងមួយច្បាស់លាស់ប្រជាធិបតេយ្យចែកអំណាចគ្នាតលយៈភាពនីតិបញ្ញត្តិតុលាការនីតិប្រតិបត្តិអីចឹងហើយទី2ត្រូវមានសង្គមពលរដ្ឋសង្គមស៊ីវិលអីហ្នឹងទី3ត្រូវមានណែវត្តអារាមរឹងប៉ឹងសិលធម៌ល្អបរិសុទ្ធទី4គឺទីផ្សាររឹងប៉ឹងហើយច្បាស់លាស់រីកចម្រើនខាងសេដ្ឋកិច្ចទី5ត្រូវមានអ្នកកសែតជាភ្នែកច្រមុះតាក់ទងគ្នាដើម្បីឲ្យមើលតាមដានថាតើសង្គមជុំវិញវត្តនឹងត្រឹមត្រូវឬមិនត្រឹមត្រូវអីក្នុងស្ថាប័នសហរដ្ឋអាមេរិកខ្លាំងណាស់រឿងអ្នកកសែតរឿងអ្នកព័ត៌មាននេះសពហ្នឹងយើងត្រូវរៀបចំ5យ៉ាងអញ្ចឹងបានយើងចេញជាគំនិតណាស់ហើយខ្ញុំសូមសង្ខេបសិនហើយជូនជាចេះការពិសោធន៍អីសពបែបយ៉ាងចាំល្ងាចនេះ talent show ខ្ញុំនឹងយកឱកាសខ្លះជូនការពិសោធន៍ផ្ទាល់ពីរឿងខ្ញុំបូកពីរឿងយើងរៀនសូត្រផ្លូវលោកផ្លូវធម៌ការជាញាណយ៉ាងម៉េចស្អីយ៉ាងម៉េចនេះខ្ញុំជម្រាបក្រោយប៉ុន្តែឥឡូវសង្ខេបអញ្ចឹងការជួយរៀបចំសង្គមនៅក្រៅប្រទេសក្នុងប្រទេសហ្នឹងត្រូវតែមានគ្រឹះស្ថាន5យ៉ាងហ្នឹងនៅស្រុកអាមេរិកយើងសំណាងណាស់មានវត្តយើងល្អច្រើនណាស់ឥឡូវតាមស្ថិតិចុងក្រោយវត្តស្រុកអាមេរិកជាង300ប៉ុន្តែអត់ដែលទាក់ទងទេជាង300
គណៈកម្មការវត្តឲ្យព្រះសង្ឃអត់មានគណៈសង្ឃខ្មែរក្រៅប្រទេសអត់មានសង្ឃនាយកខ្មែរក្រៅប្រទេសហើយគណៈកម្មការវត្តមួយហ្នឹងព្រួយបារម្ភទៅវត្តរបស់អស់លោកហ្នឹងអត់តេតោប្រជុំឆ្នាំម្ដង2ឆ្នាំម្ដងអីឲ្យចម្រើនទេហើយយើងអត់មានតសល់កឡោមួយធំទេដូច្នេះយើងត្រូវពង្រឹងរឿងហ្នឹងថ្ងៃហ្នឹងយើងចាប់ផ្ដើមជាមហាសន្និបាតខ្មែរនាយសមុទ្រកំពូលខ្មែរនាយសមុទ្រលើកទី1មិញបងសាវនរាថាលោករដ្ឋពលសន្យា100នាក់ហ្នឹងណាថា100ហ្នឹងឆ្នាំក្រោយខ្ញុំនាំ200ទៀតនោះឲ្យបងឯងឃើញឥឡូវលើកទី1ស្អែកហ្នឹងបាន100ហើយ100ជឿនបាទណែឥឡូវសង្ខេបទៅយើងចង់ធ្វើអ្វីគឺពឹងលើបងបណ្ឌិតទុនសវណ្ណជួយរៀបចំសហគមន៍សិលធម៌នៅក្នុងសហរដ្ឋអាមេរិកនេះឬក៏បើឈោងទៅដល់ក្រៅសហរដ្ឋអាមេរិកទៀតទៅល្អឲ្យមានការប្រជុំសង្ឃប្រជុំគណៈកម្មការវត្តឲ្យមានការពង្រឹងពង្រីកទំនាក់ទំនងគ្នាជាកំពូលនឹងទៅហើយយើង4ស្ថាប័នទៀតយើងធ្វើត្រូវធ្វើអភិវឌ្ឍសហគមន៍ជុំវិញវត្តអភិវឌ្ឍសហគមន៍ជុំវិញវត្តហ្នឹងខាងរដ្ឋបាលខាងសង្គមស៊ីវិលខាងទីផ្សារខាងព័ត៌មានឥឡូវខាងរដ្ឋាភិបាលខាងរដ្ឋបាលយើងអាចធ្វើបានយើងត្រូវមាន citizenship drive យើងត្រូវមាន registration voting drive វាសពគ្រប់ត្រូវបញ្ជូនមនុស្សខ្មែរយើងដែលអ្នកចេះដឹងនឹងឲ្យធ្វើជា city councilor ធ្វើជាតំណាងរាស្ត្រធ្វើជា senator ហើយយើងអត់ដឹងទេថ្ងៃណាមួយកូនចៅយើងអាចធ្វើប្រធាននៃសម្ដីស្រុកអាមេរិកយើងអត់ដឹងទេ You have 5 minutes បាទ I have 5 more minutes thank you ហើយបើប្រមាណមានប្រធាននៃប្រដីជាខ្មែរអាមេរិកកាំងពួកអ្នកដឹកនាំនៅស្រុកខ្មែរហ្នឹងត្រូវភ័យត្រូវខ្លាចពីព្រោះប្រធានបតីស្រុកអាមេរិកគឺជាព្រះឥន្ទនៅក្នុងពិភពលោកបាទត្រូវកំចាត់ពួកអសរពួកពាលដែលកាត់សម្លាប់ពួកស្លូតត្រង់ពួកល្អហ្នឹងក្តៅកាហាយមកដល់ព្រះឥន្ទអ្នកណាទៅប្តឹងព្រះឥន្ទហ្នឹងព្រះឥន្ទបញ្ជូនផ្ទះទៅបាញ់ខ្ទេចខ្ទីអស់ណាអាហ្នឹងចឹងបាទដូច្នេះយើងអត់ដឹងហើយផ្នែកខាងសង្គមស៊ីវិលយើងធ្វើបានទាំងអស់លទ្ធភាពយើងធ្វើបានទាំងអស់ផ្នែកខាងទីផ្សារឥឡូវនេះទៅមើលយួនមើលចិនមើលម៉ុងមើលកូរ៉េមកគេមានទីផ្សារមានបណ្ដាញគេពាណិជ្ជកម្មគ្រប់កន្លែងនៅបរទេសខ្មែរយើងមានទីផ្សារនេះណាមានហាងកាទៀវច្រើននៅ Lowell Shore មានហាងកាទៀវច្រើននៅ Long Beach Shore ប៉ុន្តែជាបណ្ដាញជាម៉លធំជាអីអស់ចាស់អត់ទេអានឹងសង្ខេបសហគមន៍ជុំវិញវត្តខាងព័ត៌មានផ្សព្វផ្សាយតាក់ទងគ្នាមីឌៀខ្មែរយើងក្រៅពីជាផ្លូវការអាស៊ីសេរីហើយនឹង VOA មានប៉ុស្តិ៍រ៉ាឌីយ៉ូខ្មែរមានទូរទស្សន៍ខ្មែរឲ្យខ្មែរមើលទេដូច្នេះយើងសង្ឃឹមថាការធ្វើមហាសន្និបាតខ្មែរកំពូលខ្មែរនាយសមុទ្រនេះជាលើកទី1ឆ្នាំក្រោយធ្វើមួយទៀតនៅ Washington ធ្វើមួយទៀតពីព្រោះនេះជា preliminary ជា first one មនុស្សមើលមកលោកគ្រូរដ្ឋពលមើលមកលោកកំតឹងមើលមកអ្នកដែលរៀបចំហ្នឹង they give us a benefit of a doubt if we fail this one don't say it again but I think we're succeeding the first time and next time the national elections in Cambodia we don't know but we have to have another one to evaluate and to reorganize ourselves and share our experience to have lasting peace and independence in Cambodia. Thank you very much. He is the president of our Mutual National Interest International. So the next panelist is I would like to invite Dr. Suvantun. He is the president of the Cambodian Buddhist Society. So you have 15 minutes. Thank you. Thank you, Dr. Janda. លោករាជពលគាត់នឹងពិចិត្រណាចាំធ្វើការជាមួយគ្នាតទៅទៀតមុនដំបូងខ្ញុំសូមថ្លែងនៅសេចក្តីសោមនស្សរីករាយដែលបានមកឃើញខ្មែរយើងជាច្រើនដែលបានមកប្រជុំនៅក្នុងថ្ងៃនេះខ្ញុំសូមអរគុណចំពោះលោករាជពលនិងអ្នកចាត់ការចាត់ចែងដែលក្នុងការប្រជុំនេះ
ខ្ញុំចាំមិនមែនជាប្រជុំធំលើកទី1ទេប្រជុំលើកទី2ហើយតាមខ្ញុំចាំលោកបានរៀបចំប្រជុំ Paris Agreement ពីឆ្នាំទៅនោះនៅ George Mason University ខ្ញុំក៏បានធ្វើជា panelist ដែរឥឡូវនេះខ្ញុំសូមនិយាយអំពីខ្ញុំត្រូវនិយាយហ្នឹងគឺខ្ញុំនិយាយអំពីជំងឺនៃខ្មែរ Cambodian ills ខ្មែរយើងមានជំងឺធ្ងន់ធ្ងរណាស់ឥឡូវតើជំងឺស្អីខ្លះហ្នឹងពីព្រោះអីខ្មែរយើងមានបញ្ហាដ៏ច្រើនបញ្ហាខាងនយោបាយបញ្ហាខាងសេដ្ឋកិច្ចនិងបញ្ហាខាងសង្គមកិច្ចណាជំងឺតើយើងឃើញជំងឺហើយយើងរកឃើញជំងឺហើយណាបង្ហាញមកនៅបញ្ហាទាំងនេះតើយើងរកថ្នាំអីដាក់ដើម្បីយើងធ្វើការ diagnose ទៅឃើញថាយើងមាន causes ជាច្រើនដែលយើងត្រូវបំបត្តិដើម្បីឲ្យយើងបានរួចខ្លួននៅជំងឺទាំងអស់នោះខ្ញុំនិយាយនេះគឺខ្ញុំនិយាយមិនអាចរាយរាប់ប្រាប់នៅបញ្ហាទាំងឡាយដែលខ្មែរយើងមានទេខ្ញុំគ្រាន់តែនិយាយខ្លះលោកអ្នកនាងទាំងអស់ហ្នឹងចេះច្រើនជាងខ្ញុំទៅទៀតហើយចំពោះដែល cause ដែលបណ្ដាលឲ្យយើងមានបញ្ហានេះក៏ខ្ញុំសូមនិយាយត្រួសដែរអស់លោកអ្នកនាងក៏ស្គាល់នៅបញ្ហានៅ cause ហេតុនេះដែលបង្កើតទៅបញ្ហាទាំងនេះច្រើនជាងខ្ញុំដែរហើយម្យ៉ាងទៀតដើម្បីនឹងខ្មែរយើងដោះស្រាយបញ្ហាយ៉ាងម៉េចថាចាំព្រះបាទធម្មឹកមកជួយដោះស្រាយឬក៏អ្នកមានសិលណាហើយដូច្នេះហើយបានដែលមានអ្នកមានសិលមានបុណ្យដូចគ្នាទេប៉ុន្តែឥឡូវនេះខ្ញុំឃើញឮយ៉ាងដូច្នេះហើយបានខ្ញុំយកផ្លូវពុទ្ធសាសនាមកដោះស្រាយនៅជំងឺនេះខ្មែរយើងទី1បញ្ហាតើយើងមានបញ្ហានយោបាយយើងសប្តាហ៍ថ្ងៃនេះនៅប្រទេសខ្មែរយើងគឺអ្នកកាន់ការនឹងគឺជាអ្នកកាន់អំណាចផ្ដាច់ការគេមិនថាមិនអំណាចផ្ដាច់ការទេប៉ុន្តែយើងដឹងហើយអ្នកដែលកាន់ការទាំងប្រមាណនេះគឺសិតតែកុម្មុយនីសខ្មែរក្រហមទាំងអស់គ្នាហើយដូច្នេះហើយគេកាន់អំណាចគឺអត់ស្គាល់អីទេស្គាល់តែអំពើហិង្សាគឺថា use of force ប្រើអំណាចហើយដូច្នេះហើយយើងកុំគិតថាតើយើងបានដោះស្រាយនឹងឲ្យស្រួលមិនមែនស្រួលទេគឺយើងត្រូវការអ្នកដែលគេប្រើអំណាចលើយើងគឺគេមានកំណត់ថាបើសិនជាមានអ្នកណាគេប្រឆាំងបើមិនបំបត្តិអ្នកប្រឆាំងទេអ្នកប្រឆាំងនឹងនឹងបំបត្តិគេហើយដូច្នេះហើយបានគេខំធ្វើម៉េចក៏ដោយដើម្បីនឹងបំបត្តិនៅអ្នកដែលប្រឆាំងយ៉ាងដូច្នោះហើយយើងគិតថាបោះឆ្នោតនៅស្រុកដែលមានប្រជាធិបតេយ្យគឺអ្នកបោះឆ្នោតហើយជាម្ចាស់ស្រុកណាប៉ុន្តែនៅស្រុកខ្មែរយើងមានអ្នកបោះឆ្នោតមិនមែនអ្នកម្ចាស់ឆ្នោតម្ចាស់ស្លឹកទេម្ចាស់ស្រុកទេគឺជាអ្នកបម្រើរបស់គេទៅវិញ subject of the government មិនមែនអ្នកម្ចាស់ស្រុកទេហើយដូច្នេះហើយកុំគិតថាយើងនឹងមាន civil right មានសិទ្ធិនៃប្រជាជននៅក្នុងប្រទេសខ្មែរហើយម្យ៉ាងទៀតយើងមាននីតិប្រណប័តនីតិ legislative ហើយនឹងនីតិ judiciary ប៉ុន្តែយើងដឹងយ៉ាងម៉េចទេតើអ្នកដែលកាន់ខាង court ខាង legislative ខាងនេះគឺមានតែមួយទេគឺអ្នក strong បាញ់នឹងឯងអ្នកកាន់កាប់ទាំង3នេះគឺតែមួយគាត់ចំពោះបញ្ហាសេដ្ឋកិច្ចវិញគឺយើងឃើញសប្តាហ៍នេះអ្នកមានគិតតែមានឡើងអ្នកក្រគិតតែក្រឡើងអ្នកដែលមានសប្តាហ៍នេះគឺមានដោយសារលួចទ្រព្យរដ្ឋណា
គឺយើងលក់ដើមឈើលក់មិនលក់ឈើកាប់ឈើលក់ដីនឹងយកមកដាក់កប៉ាល់ខ្លួនឯងសម្បានជំនួយពីស្រុកក្រៅមកក៏ដាក់នៃកប៉ាល់ខ្លួនឯងដែរនេះគឺជាបញ្ហាមួយដែលយើងដឹងហើយថាគឺអ្នកមានថ្មីហើយអ្នកយើងបានឲ្យដីជួលដីឲ្យគេនោះសិត99ឆ្នាំមិនមែនថាជួលទាំងយួនជួលនៅនេះទេមានជួលទាំងចិនទៅសិង្ហបុរីទៅអីគ្រប់បែបគ្រប់យ៉ាងហើយគេមក exploit នេះយើងណាមកជីកររ៉ែរអីពីស្រុកខ្មែរអស់ណាតើលុយនឹងយកទៅណាយើងអត់ដឹងទេគេថាចូលរដ្ឋក៏មិនច្បាស់ជាចូលរដ្ឋដែរហើយប្រទេសកម្ពុជាជាប្រទេសមួយដែលប្រើលុយបរទេសនៅក្នុងពិភពលោកនោះគ្មានប្រទេសណានេះមានតែមួយពីរប៉ុណ្ណឹងហើយនឹងខ្មែរដែលយកលុយដុល្លារលុយដុងលុយបាតនឹងយកមកប្រើនៅក្នុងប្រទេសមិនក៏មិនដោះស្រាយរឿងនឹងផងមិនចេះគិតតរសោះណាយើងឲ្យគេប្រើលុយបរទេសដល់យ៉ាងម៉េចទៅយើងអត់អាចcontrol ទៅលើ exchange បានទេអ្នកដែលគេរស់ស៊ីនៅស្រុកខ្មែរគេយកលុយចំណេញហ្នឹងទៅស្រុកគេអស់យើងអត់ដឹងទេពីព្រោះយើងអត់មាន control លើរឿងលុយកាក់ហ្នឹងទេគេអត់បងតាក់ឲ្យយើងទេហើយម្យ៉ាងទៀតដីខ្មែរយើងជាដីមានរសជាតិជីជាតិហើយយើងក៏មានខាងhistorical site archaeological site មានអង្គរហ្នឹងហើយយើងមិនខំថែរក្សានឹងថ្ងៃមុខថ្ងៃក្រោយទៅនឹងយើងនឹងរស់រាយហើយណាឥឡូវបញ្ហាមនុស្សធម៌បញ្ហាសង្គមកិច្ចខ្មែរយើងបានត្រូវប៉ះពាល់គ្រប់បែបគ្រប់យ៉ាងដែលខ្មែរក្រហមកាន់កាប់នឹងសូម្បីតែខ្ញុំនៅប្រទេសសហរដ្ឋអាមេរិកនឹងក៏ដោយមិនបាននៅក្នុងរបបខ្មែរក្រហមនឹងក៏ខ្ញុំត្រូវប៉ះពាល់ដែរប៉ះពាល់យ៉ាងម៉េចគឺខ្ញុំដឹងថាប្អូនថ្លៃខ្ញុំមួយស្លាប់ណាហើយខ្ញុំដឹងថាខ្ញុំបាត់ម្ដាយខ្ញុំស្អីគឺថាអានឹងគឺប៉ះពាល់ដល់យើងគ្រប់គ្នាចំពោះអ្នកដែលនៅក្នុងស្រុកវិញគឺយើងរស់នៅក្រោមខ្មែរក្រហមនឹងគឺជា survival ហើយយើងនេះរស់នៅនឹងគឺយើងរស់នៅដោយខ្លាចស្លាប់នឹងរហូតដែលគឺយើងស្លាប់ហើយយើងអត់ទុកចិត្តគ្នាទេអត់ទុកចិត្តកូនអត់ទុកចិត្តគ្នាទេខ្លាចគេធ្វើចារកម្មដើម្បីយកយើងទៅសម្លាប់ហើយដូច្នេះហើយបានថាយើងមានការឆ្លោះគ្នាច្រើនណាស់ហើយសប្តាហ៍ថ្ងៃនេះទាំងយ៉ាងម៉េចទេរឿង land right រឿងដីធ្លីនឹងឆ្លោះគ្នាបងប្អូនណាមកដល់តដើមដីគ្នាដល់មកពីអីទេមកពីឪពុកម្ដាយស្លាប់ទៅរឿងដីរឿងអីនេះគ្មានអ្នកណាថាមាននេះសពតស្នាមអីអ្នកខ្លះទៅលួចធ្វើសពតស្នាមអីឆ្លោះបងប្អូននេះគ្រប់គ្នានេះហើយជាបញ្ហាសេដ្ឋកិច្ចរបស់យើងឥឡូវយើងខ្ញុំចង់និយាយពី the cause of the problem ណាតើមានហេតុអីបានតែមាននឹងទី1គឺថាអ្នកចេះដឹងនឹងស្លាប់អស់ហើយណាស្ដាប់ក្រែជាក្រែហើយ brain also អ្នកដែលគេមានចំណេះចេះដឹងគេចាញ់មករួចខ្លួនបាត់ទៅហើយអ្នកដែលរស់នៅក្នុងខ្មែរដែលមានចំណេះចេះដឹងបន្តិចបន្តួចក៏ត្រូវស្លាប់ដែរហើយដូច្នេះការកាប់សម្លាប់នឹងប៉ះពាល់ទៅដល់អ្នកដែលមានចំណេះចេះដឹងនេះជាច្រើនហើយដូច្នេះហើយមានអ្នកណានៅសល់អ្នកសល់ដែលអត់មានចំណេះចេះដឹងហើយអ្នកដែលសូមជម្រាបថាគេមិនត្រូវការអ្នកចេះដឹងទេសប្តាហ៍ថ្ងៃនេះណាគឺគេត្រូវការអ្នកដែល faithful ទៅគេអ្នកដែលខ្លាចគេអ្នកដែលធ្វើការឲ្យគេណាចំនួនអ្នកចេះដឹងនឹងគេអត់ត្រូវការទេខ្មែរយើងច្រើនណាស់គឺអត់ត្រូវការអ្នកចេះដឹងទេគេថាឲ្យខ្ញុំដុកទ័រអីមិនចេះតភ្លើងផងដុកទ័រទៅអីអានឹងឲ្យខ្ញុំទៅតភ្លើងខ្ញុំក៏ចេះខ្លះដែរប៉ុន្តែខ្ញុំចង់តភ្លើងហើយខ្ញុំហៅគេមកតទៅវាល្អយើងណាឥឡូវរឿងទ្រព្យសម្បត្តិណាអ្នកដែលគេមានគេរត់ចេញអស់ហើយគេរត់ចេញនឹងគេមានទាំងលុយទាំងមាសទាំងប្រាក់ខ្មែរយើងសំច្រើនណា
យល់លុយយូរមាសយកប្រាក់អីចេញក្រៅនោះសំបីដល់ពុកក្មេងខ្ញុំគាត់យល់លុយដុល្លារក្នុងបាលីនេះដល់អាមេរិក$30,000 $330,000 ខ្ញុំយកដាក់បាំងIRS មកហៅសួរព្រាមណាបានលុយពីណាដល់$300,000 យកទៅដាក់បាំង Oh, I had problem to explain to the IRS. You have 5 minutes. Okay. Okay. ហើយដូច្នេះគឺជា drain ដែលលុយយើងដែលសម្រាប់ធ្វើការនៅក្នុងស្រុកហ្នឹងគឺនេះចេញអស់ហើយយើងមានលុយអ្នកមានថ្មីហ្នឹងតែគេយកលុយហ្នឹងយកមកធ្វើការដែរអត់ទេគេយកទុកហ្នឹងគេអត់មាន share ទៅណាណាទេរឿងទី2ដែលនេះទី3តែបញ្ហាហ្នឹងគឺ survival mentality គឺយើងរស់នៅនឹងលើខ្មែរក្រហមនេះគឺជា survival ណាយើងធ្វើម៉េចឲ្យបានរស់នោះយើងលួចគេក៏បានដែរឲ្យតែម៉េចឲ្យតែបានរស់ណាគឺថាយើងធ្វើអីក៏ដោយតែបាន get by គេថា get by you do it ដើម្បីអីដើម្បីរស់ហើយយើងទៅ get by នឹងដើម្បីធ្វើនឹងមិនមែនគិតទៅថ្ងៃមុខថ្ងៃក្រោយយើងធ្វើឥឡូវហ្នឹងពីព្រោះឥឡូវគណិតខ្មែរយើង survival for now don't think about the future I don't know you have the way to get a lot of money grab it now you don't wait for too long okay and also widespread suspicion អត់ទុកចិត្តគ្នាទេណាមិនដែលស្រុកណាដែលប៉ូលីសឬក៏ទាហានជា criminal ទេហើយមិនមានស្រុកណាដែល teacher ជួលនេះប្រៃណាឲ្យគេសោកទេដើម្បីឲ្យបាននេះបានជាប់ហ្នឹងហើយណានេះខ្មែរយើងថាជា Buddhist ប៉ុន្តែមិនមែនកាន់តែ Buddhist ទេតែជឿដើរទៅជឿកោទៅជឿអីទៅវិញគេព្រួយតែបន់ស្រន់កូនដើរនឹងដើម្បីឲ្យបានសេចក្តីសុខទៅថ្ងៃក្រោយណាអានេះជាខុសឆ្លាស់ឥឡូវនេះខ្ញុំមកបបាទធម្មឹកពីព្រោះខ្មែរយើងមិនដឹងណាជួយទេមានបបាទធម្មឹកនឹងបបាទធម្មឹកប្រែថាម៉េចគឺអ្នកដែលមានធម៌នៅក្នុងខ្លួនយកធម៌នឹងដើម្បីធ្វើជាមេកទេសដើម្បីទៅឲ្យបានសេចក្តីសុខសេចក្តីបានហើយអ្នកមានបុណ្យគឺអ្នកមានចរិយាខ្ពស់ណាស់គឺ moral high moral conduct ហើយដូច្នេះហើយបានជាខ្ញុំយកផ្នែកពុទ្ធសាសនានឹងយកមកប្រើមិនបានថាយកផ្នែកពុទ្ធសាសនាមកប្រើគឺដើម្បីអីដើម្បីយើងយកមកសង់ខ្លួនឯងនៅក្នុងពុទ្ធសាសនាគឺតែម្នាក់នឹងហើយជាអ្នកធ្វើឲ្យខ្លួននឹងបានល្អហើយបានល្អទៅដល់អ្នកដទៃទៀតគឺថា you are the factor of your own life you the Buddha build you whole like wholesome person with intelligence ហើយដូច្នេះខ្ញុំរាយរាប់ប្រាប់ថាទី1គឺយើងต้องកាន់សិល5មិនបានខ្មែរយើងពេលណាធ្វើពិធីឲ្យឡើងសុំសិល5សុំសិល5ចាញ់ពិសេស5ហ្នឹងអក្សរាគឺយើងកុំឲ្យធ្វើអញ្ចឹងគឺទី1សិល5គឺទី1ហើយកុំឲ្យសម្រាប់សត្វទី2កុំឲ្យដូចបានគេទី3គឺកុំឲ្យចាប់លេខពលគេទី4កុំឲ្យនិយាយកុហកទី5គឺរឿងសូរ៉ាមេរេកុំឲ្យសាច់សូរ៉ានិងត្រាក់ដែលធ្វើឲ្យខ្លួនយើងនោះមកខូចណាស់ឡប់តែណាហើយនៅក្នុងពុទ្ធសាសនាក៏ដោយគឺយើងច្រើនតែផ្ដើមពីរឿងអធិកិច្ចវៈគឺតែ noble path តាមមានស្អីខ្លះ noble path ហ្នឹងគឺយើងអាចខ្លះថាទៅជា3ក្រុមគឺថាទី1រឿងបញ្ញាហ្នឹងគឺមានស្អី right understanding and right thought ហើយទី2មក moral conduct ហ្នឹងក្រុមទី2ហ្នឹងគឺ right speech right action and right livelihood ហើយនេះក្រុមទី3ហ្នឹងគឺសមាធិគឺអី right effort right mindfulness ហើយ right concentration ហើយនៅលោកផលិតផលបាននិយាយឲ្យព្រមវិហារធ្វើហ្នឹងគឺព្រមវិហារធ្វើហ្នឹងគឺយើងធ្វើការតាក់ទងគ្នាដើម្បីអីឲ្យមានការមេត្តាករុណាមាន compassion ករុណា compassion ហើយ joyful នឹងមុទិតាហើយនឹង equanimity នឹងជាឧបេក្ខាណាគឺនេះយើងធ្វើការតាក់ទងគ្នាឲ្យបានសុខស្បាយទាំងអស់គ្នាហើយមួយទៀតគឺរឿងដែលនេះព្រះអង្គបានធ្វើមកនៅក្នុងសង្ឃហត្ថហើយសង្ឃហត្ថនឹងព្រះអង្គបានប្រាប់ថាតើឪពុកនឹងម្ដាយនឹងមាននេះទទួល
ការខុសត្រូវនោះ5យ៉ាងកូនក៏មានមុខងារ5យ៉ាងដែលចំពោះម៉ែឪហើយនិយាយពីកូនសិស្សចំពោះគ្រូចំពោះកូនសិស្សចំពោះអំប្លុយយើងនិងអំប្លុយយីចំពោះស្ដេចហើយនឹងរះជានឹងគឺថាការអ្នកទូគ្នានេះគឺយើងមានការកសិកម្មកតាបកិច្ចជាមួយគ្នាឥឡូវចំពោះអ្នកដែលកម្មការវិញខ្ញុំសូមយើងដឹងហើយអំពីរឿងនេះទស្សនវិជ្ជា digital នេះមាន10យ៉ាងអញ្ចឹងណាហើយខ្ញុំសូមអានយកដល់ម៉ោងហើយឥឡូវ generosity charity ទី2គឺ morality ទី3គឺ sacrifice ទី4គឺ honesty ទី5គឺ kindness and gentleness ទី6គឺ self control ទី7 non anger ទី8 non violence ទី9 patience and ទី10 conformity to the law ឥឡូវនេះនៅទីបញ្ចប់ហើយដែលខ្ញុំសូមអរគុណលោកអ្នកដែលបានស្ដាប់ក្នុងការនេះអរគុណលោកបណ្ឌិតសុវណ្ណគុណបានធ្វើអធិប្បាយយ៉ាងល្អក្បាយហើយបន្តទៅទៀតគឺថាសូមអញ្ជើញលោកកុងផាសិតដែលជា Executive Director of the Cambodian Association of Illinois you have 15 minutes សូមអភ័យទោសដែលក្រោកឈរបោះបើដល់តាមពោះហើយឥឡូវគឺថាមុននឹងចាប់ដើមខ្ញុំសូមទទួលស្គាល់លោកដែលសំខាន់នៃខ្ញុំគោរពអូនធីណាហ្នឹងជាច្បាយនេះខ្ញុំហើយអូនជាបលឿងនោះគឺច្បាយនេះដល់ហើយយ៉នយ៉ាននោះយ៉នយ៉ាននៅខាងក្រោយនេះជាច្បាយនេះដែរហើយគីបទឹងនេះពិសេសគីបទឹងហើយដូច្នេះខ្ញុំសូមអរគុណច្រើនជាពិសេសបងប្អូនដែលមកពីកន្លែងផ្សេងពីកាណាដាពីបារាំងទាំងអស់គ្នាខ្ញុំដឹងថាបងប្អូនទាំងអស់មានគោលដៅដូចគ្នាគោលដៅទាំងមួយគឺចង់រកសុខឲ្យខ្មែរយើងទាំងអស់គ្នាហ្នឹងឯងម៉ូនេះយើងមានការលះបង់ខ្ពស់ណាស់តែម៉ូនេះមិនមានទេតែជាថ្លៃចុះ100បាត់ហើយបាល់ហោះយន្តហោះអីទាំងអស់មិនមានតិចទេដូច្នេះការលះបង់នេះខ្ពស់ណាស់ជាពិសេសបងប្អូននៅក្រៅហើយខ្ញុំថាបងប្អូនដែលនាំឯកទេសបច្ចេកទេសគំនិតបដិទេសមកម្ដុំមានប្រយោជន៍ដូចគ្នាណាពីណាដែលសុខខ្មែរយើងសប្តាហ៍ថ្ងៃដូចជាមានជំងឺអញ្ចឹងហើយតែឈឺតាំងពីចុងជើងមកដល់ចុងសក់មិនកន្លែងណាទេដូច្នេះបងប្អូនមួយដែលធ្វើដុកទ័រនេះយើងដូចដុកទ័រអញ្ចឹងដុកទ័រខ្លះមើលខាងជេងទៅខ្លះមើលច្រមុះទៅភ្នែកទៅត្រូវទាំងអស់នេះគឺថាត្រូវទាំងអស់គ្នាដូច្នេះកិច្ចការដែលយើងធ្វើសប្តាហ៍នេះគឺថាដូចគ្នាទាំងអស់សាច់អេសតុកដែលយើងចង់បានមានច្រើនចំពោះប៉ុន្តែសាច់តែខ្ញុំចង់ឲ្យបងប្អូនគិតថាខ្មែរយើងមានឈាមជួរជាអ្នកខ្លាំងប្រកែកជំនាន់គោហើយចង់នៅក្នុងសាលាចរិតណានៅក្នុងសាលាចរិតនៅក្នុងចែមន្ទី7លោកថាទេហាណាទេហារោគោយ៉ាន់មโนរោគោរុចតរាមរសៈទុក្ខមហិអត្តនានទុក្ខមទុណានតមណានេះបានន័យថារោគរាងកាយនៅរាងកាយរោគកម្ដៅចិត្តជឿចាប់ជាអតិបរមាទុក្ខរបស់រាជគឺជាទុក្ខរបស់មេដឹកនាំមិនមែនទុក្ខរបស់បុគ្គលណាមួយទេពាក្យថាផាត់ត្រឹកនេះផាត់ត្រឹកប្រែថាបើសិនអង់គ្លេសថាឈីបគឺអត់ធំទេគឺថាតាំងពីកន្ទុកមេឃុំមេស្រុកពេលអស់នោះដែលយើងចង់បានគឺយើងត្រូវចាប់ពីក្រមទៅឡើងលើនៅក្នុងប្រព័ន្ធការរៀបចំនៅចំនួនប្របាទជ័យមន្ទី7នេះក៏លោកគេថាមានមេហើយបានមេដូចមេមន់អញ្ចឹងមេមន់នេះចែងពោហើយបាននេះឈ្នូលដើរច្វែលតែចាណាមកឆាយឆៅមីដូច្នេះកិច្ចការទាំងអស់មេគឺស្រីរៀបចំនៅខាងក្នុងស្រុកសាលារៀនទីពេទ្យអីគឺថាដឹកនាំគឺស្រីគឺខ្លាំងកែងមនុស្សហើយប្រុសអ្នកការពារកណ្ដាពុតកណ្ដាបងនោះការពារប្រទេសដូច្នេះចំនួននោះណាហើយយើងដើរមុនអាមេរិកនៅក្នុងចំនួននោះបើយើងនិយាយភាសាអាមេរិកហៅ equal opportunity ស្រីនឹងមានអំណាចដូចប្រុសប៉ុន្តែអំណាចស្រីគឺខាងក្នុងអំណាចប្រុសនៅខាងក្រៅយើងខ្លាំងប្រកែកណាស់គឺ system នេះដែលនាំឲ្យយើងនឹងមានឆ្អឹងខ្នង3ទី1គឺយើងឆ្លាញ់ខ្លួនយើងឆ្លាញ់ជាតិហើយយើងរំរំគ្នាអានេះជាឆ្អឹងខ្នងដែលសំខាន់មកអស់ដែលអ្នកជិតខាងយើងគេចាំបំបាក់គឺបំបាក់ហ្នឹងទី1គឺឲ្យយើងស្អប់ខ្លួនឯងទី1ធ្វើម៉េចក៏ឲ្យយើងកំទុកចិត្តគ្នាគឺឲ្យយើងស្អប់គ្នាឲ្យយើងវាយគ្នាឲ្យយើងកាត់គ្នាយើងស្លាប់គឺដូច្នេះខ្មែរយើងឃើញមិនខ្មែរអាក្រក់មើលកាត់សម្លាប់គ្នាឯងឃើញអានេះទី1ហើយគេឲ្យយើងស្អប់គឺ
ដល់យើងអត់មានស្រឡាញ់ខ្លួនយើងអត់ស្រឡាញ់ជាតិណាអត់ស្រឡាញ់ជាតិយើងអត់មានការរួបរមដល់សម័យដេកធ្លាក់អង្គរវត្តមកគឺជិត12មកនេះគឺគេឃើញថាប្រព័ន្ធ3នេះត្រូវតែបំបាក់ឲ្យអស់ដើម្បីយើងត្រូវខ្មែរគឺថាបំបាក់ហ្នឹងទី1គឺចាប់ដើមរហូតមកទល់ឡៅយើងគ្មានពេលសម្រាប់មើលខ្លួនបានស្រួលទេគឺរត់គេធ្វើឲ្យយើងស្អប់ខ្លួនឯងយើងបាត់បែកគ្នាឲ្យយើងមិនទុកចិត្តគ្នាគឺលៀបព្រោះអានេះខអានេះខៀវអានេះខអានេះគឺយើងធ្វើមិនកើតទេណាដូច្នេះហើយមិនថាមកទល់ឡៅយើងគង់ថាទីវតាចុះបើពេលណាជឿទីវតាក៏ជឿទៅហើយជាពិសេសខ្ញុំជឿខ្លះដែរប៉ុន្តែជឿមែនទែនគឺ Facebook នេះជាអាវុធរបស់ខ្មែរយើងនៃធ្វើឲ្យខ្មែរយើងទាំងអស់នោះគឺថាដឹងរឿងពិតដឹងកលបែករបស់ខ្មែរដឹងច្បាស់ថាកលបែកទាំងធ្វើអីខូចខាតអា Facebook ហ្នឹងហើយសង្គមស៊ីវិលអាហ្នឹងគឺថា Facebook គឺនឹងឯងធ្វើឲ្យយើងយល់ខ្មែរយើងឥឡូវនៅភ្នាក់ខ្លួនច្រើនណាស់ចាំឃើញយើងចង់ដើរទៅរកអាកន្លងដែលយើងឥឡូវខ្ញុំមានសង្ឃឹមចាំថាឥឡូវនេះឃើញទៅចាំមើលសង្គមស៊ីវិលពួកក្មេងៗយុវជនស្រីជាពិសេសមិនដែលឃើញទេចាប់ដោះហើយដូច្នេះរោលរបស់យើងគឺនៅខាងក្រៅគឺយើងគ្រប់គ្រងណាយើងគ្រប់គ្រងយើងលើកទឹកចិត្តពីព្រោះខាងក្នុងនេះពឹងខាងក្រៅដោះទាំងពីរដោះពីខាងក្រោមទៅលើគេហៅប្រំបរំដាប់គឺអ្នកនៅស្រុកខ្មែរគឺធ្វើម៉េចឲ្យប្រជាជនស្លាញ់នៅក្នុងភូមិនៅក្នុងស្រុកក្នុងតំបន់ទូចដែលយើងគួរប្រមូលនេះខាងក្រៅគួរតែយើងត្រូវតែគ្រប់គ្រងហើយយើងដោះនោះយើងទាំងអស់គ្នានោះជាខាងក្រៅណាដោយខាងក្នុងគេពឹងខាងក្រៅពីព្រោះតែអត់មានយើងឲ្យទឹកចិត្តគ្រប់គ្រងទេគឺខាងក្នុងរបស់គ្នាពិបាកអញ្ចឹងហើយបើថានៅខាងក្នុងដោះពីខាងក្រោមទៅលើយើងជួយវាខាងក្រៅទៅហើយយើងអត់មានប្រកាន់គណៈបកទេគឺថាពីណាដែលធ្វើឲ្យខ្មែរឆ្លាញ់ខ្មែររត់ខ្មែរស្គាល់តម្លៃខ្មែរអានេះគឺក៏គ្រប់គ្រងណាអាហ្នឹងហើយបានថានៅក្នុងរឿងទាំងអស់ខ្មែរយើងដែលមានមកណាយើងត្រូវរួបរวมគ្នាណានៅក្នុងរួបរวมគ្នាគឺសំខាន់បាត់រោលរបស់យើងទាំងអស់ណាយើងត្រូវធ្វើដំណើរទៅរកអាការរុងរឿងរបស់យើងហ្នឹងហើយនៅជំនាន់ពីដើមនេះគឺថារឿងសំខាន់ខ្មែរយើងត្រូវដាក់កូនចៅនៅទាំងអស់ឲ្យទទួលខុសហើយទទួលត្រូវមកទល់ឡើយនឹងទទួលតែត្រូវទេយើងអត់ទទួលខុសទេ system ដែលប្របាទខាងមុខដែលដូចហ្នឹងគឺថាមានទទួលខុសហើយនឹងត្រូវជាបុគ្គលមួយជាសមាជិកគ្រួសារជាសមាជិកសហគមន៍ជាសមាជិកប្រទេសជាតិ4ចំណុចនឹងឯងដែលប្របាទខាងមុខនោះគឺថានេះត្រូវដូចគ្នាហើយបានយើងនាទីរបស់យើងត្រូវតែជួយខាងក្នុងពឹងខាងក្រៅដូចគ្នាបដើមមានយើងត្រូវគិតខ្លួនយើងថាយើងមិនមានជនភៀសខ្លួនទេយើងជាអ្នកដែលមករៀនសិលអាគមដើម្បីត្រឡប់ទៅជួយគ្នាយើងប្រាប់កូនចៅថាអញ្ចឹងមិនមានយើងរត់ចូលស្រុកទេគឺយើងរត់មករៀនចាំរៀនសូត្រដើម្បីបណ្ដុះគំនិតឲ្យទៅដូចគ្នាយើងនាំគ្នាជប់យំជប់ជួតទឹកភ្នែកហើយដើរទៅមុខត្រូវការរុងរឿងណានៅសម័យអង្គររាជនេះថាជាបលមេសតិបញ្ញាណំចាតោហំកម្ពុជាទុតំបានន័យថាបើសិនតែខ្ញុំបានធ្វើបន់នឹងមានខ្ញុំសូមទៅកើតនៅកម្ពុជាវិញដូច្នេះសូមអរលោកក៏ទៅកើតដូចខ្ញុំដែរណាដោយសូមអរគុណសូមអរគុណបងកំផាសិតដែលបានអធិប្បាយយ៉ាងបោះបាយហើយខ្ញុំគ្រាន់តែសូមបន្ថែមថាអាវុធរបស់យើងគឺនេះឯងនៅដែលបងកំផាក៏ច្រើនថានឹងយើងធ្វើសង្គ្រាមនៅនេះទូរស័ព្ទយើងនេះឯងហើយដូច្នេះបន្តទៀតនេះសូមអញ្ជើញបងអូនវត្តឈិនដែលជា former president of the former president and the executive director of the Cambodian Association of Greater Philadelphia. Had the chance to you have 15 minutes or so. I will take less than that. Okay, thank you. Upon bọn chúng ta hay bản thân chưa ở lâu được con nên là một phép trong Oscar thà hay thấy trong Khmer những cái hay một thôi thì panelist chung với tí bác xa thằng bấy đời miền đồ vật chỉ bộ chỉ lục xóm không chỉ là cha không hay bản thân ở lúc nữa mà ngó lại. This name we have to see in something common.
ដំបូងខ្ញុំសូមអរគុណដល់លោកតឹងយ៉ាប់ហើយនឹងក្រុមគណៈកម្មការគាត់ទាំងអស់ដែលបានរៀបចំនៅកម្មវិធីនេះឲ្យឱកាសយើងបានមកជួបជុំគ្នាមួយហើយទី2បានឲ្យកិត្តិយសខ្ញុំមកបញ្ចេញយោបល់ខ្ញុំនឹងធ្វើយោបល់របស់ខ្ញុំនឹងឲ្យបានខ្លីប៉ុន្តែខ្ញុំសូម focus ទៅលើ session របស់ panel នេះទី1និយាយពីសាសនាវប្បធម៌ហើយនិងសិលធម៌បន្ទាប់មក leadership លោកសួរថាតើហេតុអីបាន4សាសនាវប្បធម៌សិលធម៌ leadership what do they have in common and so I want to share that បើសិនខ្ញុំនិយាយខ្មែរអង់គ្លេសផងស្ដាប់ទៅ I know that there's some young people over there I do want to share my thought as well so forgive me if I go in front and try to get it more interactive. I know that you all been here for almost an hour now, so I'm trying to get my point across short and then also get you all involved. Okay? So earlier during the lunch break, big buyខ្ញុំបានសូមពីតោះឡើងនិយាយជួយbig buyខ្ញុំបានសួរទៅលោកតើខ្ចៅសម្រាប់ខ្ចៅខ្ញុំបានសួរលោកថាហេតុអីបានជាលោកជប់ធ្វើparty បុណ្យ party ចូល fundraising Halloween ហើយគាត់ក៏បានបញ្យល់ខ្ញុំវិញឆ្ងាយតែខ្ញុំសូមធ្វើឲ្យខ្លីចុះគាត់បាននិយាយថាពេលគាត់ធ្វើ party ម្ដងគឺថាមនុស្សធម្មតាមកតិចមនុស្សមកតិចលក់តម្លៃស្មើគ្នាគេដែរក៏តែគាត់រកបានលុយច្រើនជាងគេផង អានឹងគាត់និយាយចឹងណាដោយសារតែអ្នកដែលបោកហ្នឹងជឿទៅនឹងកិច្ចការដែលគាត់ធ្វើហើយពិសេសគាត់តាមទៅសិក្សាថាគាត់ចង់បានលុយគាត់ទៅធ្វើ party អញ្ចឹងតែផ្ទុយទៅវិញគាត់ជប់ធ្វើដោយសារគាត់